បាទសួស្តីប្រិយមិត្តទាំងឡាយជាទីគោរពនិងជាទីរាប់អានបាទគណៈពេលនេះខ្ញុំបាទកំពុងតែធ្វើដំណើរតាមដងផ្លូវពីខ្សាច់មកកាន់នៅភូមិភ្នំរកាហើយឥឡូវខាងស្ដាំដៃរបស់ខ្ញុំបាទនេះគឺវត្តភ្នំរកាបាទនៅភូមិភ្នំរកានេះក៏នៅជាប់ជាមួយនឹងផ្សារកំពង់ធំបាទខ្ញុំបាទតែងតែឆ្លៀតឱកាសផ្ដិតយករូបភាពតាមដងផ្លូវក៏ដូចជាចិនបទនៅក្នុងពីមុនហៅថាខេត្តចុកតាំងតែបច្ចុប្បន្នហៅថាក្រុងកន្ទើបាទហើយនេះតាមដងផ្លូវពីភ្នំរកានឹងឆ្ពោះទៅខាងក្បាលខ្នល់ធាក់គួងហើយខាងឆ្វេងដៃខ្ញុំមិញនេះគឺសាលាបឋមសិក្សាពុទ្ធមហើយនៅខាងមុខបន្តិចទៀតនេះគឺផ្សារកំពង់ធំបាទបងប្អូនផ្សារកំពង់ធំដែលប្រជាជនក៏ដូចជាអតិថិជនដែលធ្លាប់តែល្បីនៅខាងរបរធ្វើនំប្រពៃណីបាទនំនេះគឺហៅថានំតៅសាឬនឹងផលិតនៅសាច់ក្រកបាទហើយឥឡូវនៅខាងឆ្វេងដៃនេះគឺម្ដុំផ្សារកំពង់ធំហើយឥឡូវផាត់ពីផ្សារកំពង់ធំគឺឆ្លងស្ពានបាទឆ្លងស្ពាននៅខាងចំពោះមុខខាងមុខនៅតែបន្តិចបាទហើយឥឡូវកាលពីមុនគេហៅថាឃុំភូតឹងហើយបច្ចុប្បន្នហៅថាឃុំភូតំវិញបាទឃុំភូតឹងចំណុះស្រុកchâuថាញ់នៃខេត្តស្រុកតាំងតែបច្ចុប្បន្នដែលទើបតែបញ្ចូលទៅជាឃុំថ្មីហៅថាឃុំភូតំចំណុះក្រុងកន្ទើបាទហើយនៅខាងស្ដាំដៃខ្ញុំតែបន្តិចទៀតនេះនឹងដល់ច្រកទៅកាន់នៅវត្តចម្ប៉ាវណ្ណារាមបាទវត្តចម្ប៉ាវណ្ណារាមនេះដែលភាគច្រើនដែលអ្នកបួសរៀនក៏ដូចជាអតីតសាមណសិស្សបាទដែលតែងតែមកសិក្សានៅទីនេះគឺឆ្នាំ80 90ជាងហ្នឹងបាទវត្តតែងតែបើកនៅសាលាបាលីបាទមានប្រពៃណីនៅបើកសាលាបាលីហ្នឹងគឺចំនួនមិនបាទឥឡូវដល់ខ្លងទ្វារចូលទៅកាន់នៅវត្តចម្ប៉ាវណ្ណារាមហើយវត្តចម្ប៉ាវណ្ណារាមនេះក៏ធ្លាប់តែមានប្រពៃណីខាងពិស័យទូកងផងដែរបងប្អូនបាទនេះគឺផ្លូវដានចូលទៅប្រហែលជា400ម៉ែត្របាទនឹងដល់វត្តចម្ប៉ាវណ្ណារាមហើយនេះតាមដងផ្លូវចូលនេះគឺសងខាងប្រកបទៅដោយធម្មជាតិបាទគឺធ្វើកសិករយើងធ្វើស្រែស្រូវហ្នឹងបាទហើយនៅចំពោះមុខនោះគឺបរិវេណវត្តចម្ប៉ាវណ្ណារាមហើយបងប្អូនវត្តចម្ប៉ាវណ្ណារាមនេះមានទេសភាពស្អាតបាទដែលមានដើមត្នោតជាជួរបាទហើយឥឡូវមកដល់ខ្លងទ្វារចូលទៅកាន់វត្តចម្ប៉ាវណ្ណារាមហើយបងប្អូនបាទវត្តចម្ប៉ាវណ្ណារាមនេះមានផ្ទៃដីទូលាយខ្លាំងបាទព្រោះថាពីដើមហ្នឹងបងប្អូនដែលជាបញ្ញវន្តខ្មែរនឹងតែងតែមកសិក្សាខាងផ្នែកបាលីមកជលរៀននៅទីនេះច្រើនមែនទែនបងប្អូនបើតាមដែលបញ្ញវន្តខ្មែរមួយចំនួនដែលធ្លាប់មករៀនសូត្រនៅទីនេះនឹងគឺកាលពីប្រទេសគឺការភូមិស្រុកមិនតាន់បានរីកចម្រើនប៉ុន្តែដល់សប្តាហ៍ថ្ងៃនេះបាទការធ្វើដំណើរនឹងចូលមកកាន់វត្តនឹងបានងាយស្រួលបាទសំបីមិនមែនតែម៉ូតូទេសំបីតែរថយន្តហ្នឹងក៏អាចរត់ចូលមកកាន់វត្តបានដោយងាយបាទហើយខ្សែវីដេអូនេះយើងខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលា